ខ្ញុំបាទសូមគោរពសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញានៅវេលាព្រឹកនេះថ្ងៃពុធទី9ខែមេសាឆ្នាំ2025ខ្ញុំបាទជាផនិតនឹងក្រុមការងារផ្សាយផ្ទាល់នៃបណ្ដាញសង្គមការងារផ្លូវការរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងធ្វើការផ្សាយផ្ទាល់ចេញពីសន្តាគាររ៉េស៊ីដង់សុខាភ្នំពេញអំពីពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅកម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តទាំង4ក្នុងតំបន់ភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ2025ឆ្នាំ2028ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមនៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីពិសេសនេះក៏មានការអញ្ជើញចូលរួមពីសមាជិកាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលអភិបាលនៃគណៈអភិបាលរាជធានីខេត្តដៃគូអភិវឌ្ឍវិស័យឯកជននិងភ្ញៀវកិត្តិយសជាតិអន្តរជាតិយ៉ាងមហោឡារិកហើយវត្តមានដ៏ឧត្តមឧត្តមរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនៅក្នុងឱកាសនៃការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តទាំង4នៅក្នុងតំបន់ភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ2025-2028នៅក្នុងឱកាសនៅក្នុងវេលាព្រឹកនេះគឺពិតជាឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីផ្ទាល់និងរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងមូលចំពោះការអភិវឌ្ឍនៅក្នុងតំបន់ភូមិភាគឦសានជាពិសេសនៅក្នុងខេត្តទាំង4នៃភូមិភាគឦសានតាមរយៈការមកបណ្ដាក់ទុនវិនិយោគហើយពិតណាស់ការចូលរួមពីអ្នកវិនិយោគក្នុងស្រុកអ្នកវិនិយោគក្រៅស្រុកនិងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ពិតជាមានសារៈសំខាន់ក្នុងការប្រែក្លាយតំបន់ភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជារបស់យើងឲ្យក្លាយទៅជាពូលសេដ្ឋកិច្ចទី5របស់ព្រះរាជាណាចក្រកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យតំបន់ភូមិភាគឦសានរបស់យើងនឹងទទួលបាននូវការអភិវឌ្ឍក៏ដូចជាលើកស្ទួយកម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈសកម្មភាពវិនិយោគហើយនឹងតាមរយៈការវិនិយោគនៅលើសក្តានុពលដែលមានស្រាប់នៅក្នុងតំបន់ក៏ដូចជាបង្កើតការងារសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់និងដើម្បីកាត់បន្ថយនៅការចំណាកស្រុករបស់បងប្អូនប្រជាពលរដ្ឋសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនិងកញ្ញាជាទីគោរពដោយសារខេត្តទាំង4នេះនៅមានបញ្ហាប្រឈមជារចនាសម្ព័ន្ធមួយចំនួនដែលតម្រូវឲ្យរាជរដ្ឋាភិបាលគិតគូរនិងដោះស្រាយដើម្បីជំរុញការទាញយកឧត្តមប្រយោជន៍នៃកត្តាទានទាំងនេះឲ្យបានជាអតិបរមាប្រកបដោយចីរភាពហើយផ្អែកលើកត្តានិងបរិបទនេះហើយទើបរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានសម្រេចសិក្សានិងដាក់ចេញនៅកម្មវិធីពិសេសនេះជាកម្មវិធីលើកទឹកចិត្តដល់វិស័យឯកជនដែលមានលក្ខណៈសាមញ្ញមានចំគោលដៅនិងមានភាពអនុគ្រោះខ្ពស់ជារួមកម្មវិធីពិសេសនេះត្រូវបានរៀបចំឡើងដោយឈរលើទស្សនៈទានចំនួនរួមមានទី1ប្រែក្លាយមុខមាត់នៃខេត្តទាំង4នៅភូមិភាគឦសានឲ្យក្លាយទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្មកសិឧស្សាហកម្មនិងទេសចរឈរលើធនធានដែលមានរបស់ខេត្តនីមួយៗនិងដោយមានភាពប្រតិក្រឡាគ្នាជាមួយនឹងគោលនយោបាយជាតិនានាទី2ដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងដែលនាំមកនៅលទ្ធផលរហ័សជាពិសេសកត្តាជំរុញការតាក់ទាញវិនិយោគឯកជននិងទី3ជំរុញសហធម្មពលដែលកើតចេញពីការប្រមូលផ្ដុំដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចមាត្រដ្ឋានជាជាងការវិនិយោគដែលមានលក្ខណៈរាយប៉ាយនិងមិនអាចផ្សារភ្ជាប់គ្នាបានហើយកម្មវិធីពិសេសនេះបានកំណត់យកវិស័យអាទិភាពចំនួន3គឺកសិកម្មកសិឧស្សាហកម្មនិងទេសចរដែលហេតុថាវិស័យទាំង3នេះមានលក្ខណៈសមស្របតាមកត្តាធនធានដែលមានស្រាប់ក្នុងខេត្តទាំង4និងមានភាពបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកបច្ចុប្បន្នកម្ពុជាមានពូលសេដ្ឋកិច្ចសំខាន់ចំនួន3រួចមកហើយគឺនៅរាជធានីភ្នំពេញខេត្តព្រះសីហនុនិងខេត្តសៀមរាប
ដែលតំបន់ប៉ូលសេដ្ឋកិច្ចទាំង3នេះកំពុងតែមានការអភិវឌ្ឍយ៉ាងពុះកញ្ជ្រោលជាពិសេសការវិនិយោគនៅក្នុងវិស័យសំណង់អចលនទ្រព្យកំពង់ផែនិង Logistics តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនិងទេសចរខណៈខេត្តនៃប៉ូលសេដ្ឋកិច្ចទី4គឺខេត្តពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យនិងប៉ៃលិនដែលមានវិស័យកសិកម្មជាស្នូលសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី31ខែមករាឆ្នាំ2024កន្លងទៅបានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ2024ដូចនេះទាំងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ2024និងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសានឆ្នាំ2025-2028ដែលជាគំនិតផ្ដួចផ្ដើមថ្មីមួយទៀតនេះសុទ្ធសឹងជាគំនិតផ្ដួចផ្ដើមដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងនិងការបដិញ្ញាចិត្តខ្ពស់ដែលឥតងាករេក្នុងការបម្រើជាតិនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាហើយក្នុងរយៈពេលជាង20ខែបន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីក៏ដូចជាការចូលកាន់តំណែងរបស់ខ្លួនរាជរដ្ឋាភិបាលសម្រេចបាននៅសមិទ្ធផលជាក់ស្ដែងជាបន្តបន្ទាប់ដែលជាការបង្ហាញឲ្យឃើញច្បាស់ពីការបន្តធ្វើដំណើរយ៉ាងស្វាហាប់របស់កម្ពុជាដោយប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៅលទ្ធភាពធនធានដែលខ្លួនមានដើម្បីសម្រេចនៅគោលបំណងគោលនយោបាយនិងចក្ខុវិស័យរបស់ខ្លួនហើយការសម្រេចបាននៅកម្មវិធីពិសេសដែលនឹងត្រូវប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការក្នុងពេលបន្តិចទៀតនេះក៏បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើការងារជាក្រុមពលគឺជាតួអង្គតែមួយក្នុងចំណោមថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចជូនឯកឧត្តមអគ្គបណ្ឌិតសភាចារអូនពាន់មុនីរតឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរៀបចំកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគនៅភូមិភាគឦសានសម្រាប់ឆ្នាំ2025-2028នេះហើយការដាក់ចេញគោលនយោបាយនេះក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ជាពិសេសវិនិយោគិនក្នុងស្រុកឲ្យទៅធ្វើការអភិវឌ្ឍនៅតំបន់ភូមិភាគឦសានហើយជាមួយនឹងការរៀបចំនិងការដាក់ឲ្យអនុវត្តកម្មវិធីពិសេសនេះរាជរដ្ឋាភិបាលមានគោលដៅប្រើប្រាស់ធនធានដែលមានសក្តានុពលនិងមានមូលដ្ឋានកសិកម្មកសិឧស្សាហកម្មនិងទេសចរសម្រាប់ជំរុញសន្ទុះសកម្មភាពសេដ្ឋកិច្ចឲ្យកាន់តែឃ្លាវខ្លាឡើងថែមទៀតជាពិសេសប្រើប្រាស់ឲ្យអស់លទ្ធភាពនៅហេដ្ឋារចនាសម្ព័ន្ធនិងសមិទ្ធផលសម្រាប់បានកន្លងមករាជរដ្ឋាភិបាលបានរំពឹងថាកម្មវិធីពិសេសនេះនឹងចូលរួមប្រែក្លាយក៏ដូចជាចូលរួមលើកមុខមាត់និងអនាគតនៃបណ្ដាខេត្តក្នុងភូមិភាគឦសានឲ្យคล้ายទៅជាប៉ូលសេដ្ឋកិច្ចទី5របស់កម្ពុជាតាមរយៈការដោះស្រាយបញ្ហាដែលមានចំពោះមុខក៏ដូចជាការប្រើប្រាស់នៅសក្តានុពលនិងធនធានអំណោយផលដែលមានស្រាប់ក្នុងខេត្តភូមិភាគឦសានទាំងអស់ប្រកបដោយប្រសិទ្ធភាពហើយនៅក្នុងស្មារតីនេះកម្មវិធីនេះត្រូវបានរចនាឡើងសម្ដៅដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជនជាមួយនឹងការសម្របសម្រួលនៅនឹងកន្លែងនិងការផ្ដល់ការគាំទ្រទាំងផ្នែកសារពើពន្ធនិងមិនមែនសារពើពន្ធជូនវិនិយោគិននិងធុរជនព្រមជាមួយនឹងការជំរុញលើកកម្ពស់វិស័យកសិកម្មកសិឧស្សាហកម្មនិងទេសចរដោយផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធក៏ដូចជាការបង្កើនសមត្ថភាពស្ថាប័នអនុវត្តនិងភាគីពាក់ព័ន្ធក្នុងខេត្តភូមិភាគឦសានហើយយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការដាក់ឲ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ2025-2028បានឲ្យដឹងថាកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា2025-2028នេះគឺជាលទ្ធផលនៃការសិក្សាដែលមានការចូលរួមធាតុចូលនិងការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយពីសំណាក់ភាគីពាក់ព័ន្ធជាច្រើនទាំងក្នុងកម្រិតជាតិនិងថ្នាក់ក្រោមជាតិនៃវិស័យសាធារណៈ
ព្រមទាំងភាគីជាច្រើននៃវិស័យឯកជនក៏ដូចជាប្រជាសហគមន៍នៅក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចថាកម្មវិធីពិសេសនេះគឺជាឯកសារដ៏មានសារៈសំខាន់នៅក្នុងការចង្អុលបង្ហាញវិស័យអាទិភាពចំនួន3រួមមានកសិកម្មកសិឧស្សាហកម្មនិងទេសចរណ៍ដែលស្របតាមធនធានដែលមានស្រាប់របស់ខេត្តទាំង4ដែលគួរជំរុញការវិនិយោគបន្ថែមដោយមានការគាំទ្រយ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាលហើយកម្មវិធីពិសេសនេះបានគូបញ្ជាក់យ៉ាងច្បាស់នៅការលើកទឹកចិត្តដ៏ច្រើនដែលរាជរដ្ឋាភិបាលអាចផ្ដល់ជូនវិស័យឯកជនហើយក៏មានការគិតគូរពីការផ្ដល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យការជួយកាត់បន្ថយថ្លៃដើមផលិតកម្មការសម្រួលនីតិវិធីនិងការគាំទ្រសកម្មភាពវិនិយោគរបស់ឯកជនផងដែរខេត្តទាំង4នៅភូមិភាគឦសានក្នុងព្រះរាជាណាចក្រកម្ពុជារួមមានក្រចេះស្ទឹងត្រែងរតនគិរីនិងមណ្ឌលគិរីសុទ្ធសឹងជាខេត្តមានសក្តានុពលនិងមានភាពអំណោយផលដល់វិស័យកសិកម្មកសិឧស្សាហកម្មនិងទេសចរណ៍ដំណាំកសិកម្មនិងកសិឧស្សាហកម្មយុទ្ធសាស្ត្រក្នុងខេត្តទាំង4នេះមានដូចជាកៅស៊ូស្វាយចន្ទីដំឡូងមីម្រេចស្វាយនិងចេកអំបូងលឿងជាដើមដែលសុទ្ធសឹងជាផលិតផលកសិផលមានសក្តានុពលទាំងទីផ្សារនាំចេញនិងទីផ្សារក្នុងស្រុកហើយជាមួយគ្នានេះភាពអំណោយផលនៃសម្បត្តិវប្បធម៌ធម្មជាតិដូចជាអាកាសធាតុខ្យល់បរិសុទ្ធធនធានធម្មជាតិដ៏សម្បូរបែបព្រៃឈើនិងដែនជម្រកសត្វព្រៃជាដើមក៏មាននៅក្នុងខេត្តទាំង4នៃតំបន់ភូមិភាគឦសានរបស់យើងផងដែរហើយកត្តាទាំងនេះហើយបានធ្វើឲ្យខេត្តទាំង4ក្លាយជាតំបន់ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិនិងអេកូទេសចរណ៍សម្ដេចឯកឧត្តមលោកជំទាវលោកស្រីនិងកញ្ញាជាទីគោរពផ្ដើមចេញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍតំបន់ភូមិភាគឦសានកាលពីថ្ងៃទី30ខែកក្កដាឆ្នាំ2024កន្លងទៅសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញធ្វើដំណើរទៅពិនិត្យសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការនិងពិនិត្យមើលជាក់ស្ដែងអំពីស្ថានភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជាវៀតណាមក្នុងខេត្តក្រចេះនិងខេត្តមណ្ឌលគិរីក្នុងដំណើរនេះសម្ដេចបវរធិបតីបានបញ្ជាក់ថាកម្លាំងដែលអាចការពារបូរណភាពទឹកដីជាពិសេសតាមបណ្ដោយព្រំដែនប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុតគឺជាប្រជាជននៅតាមព្រំដែនមិនមែនកងកម្លាំងប្រដាប់អាវុធទេសម្ដេចបវរធិបតីបានលើកឡើងបន្តថាការកសាងអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនគឺជាការចាំបាច់ក្នុងឱកាសនេះសម្ដេចក៏បានជួបសំណេះសំណាលយ៉ាងសាមញ្ញបំផុតជាមួយបងប្អូនអ៊ំពូមីងតាយាយនៅផ្សារកា3ឃុំក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះនិងបានអញ្ជើញចុះជួបសួរសុខទុក្ខកងកម្លាំងដែលកំពុងប្រចាំការនៅតាមគោលដៅការពារព្រំដែនគោកទាំងនៅក្នុងខេត្តក្រចេះនៅច្រកទ្វារឃ្លាំងជ័យឃ្លាំងនិងបន្តមកដល់ខេត្តមណ្ឌលគិរីនៅច្រកទ្វារឡាប៉ាខេហើយបន្ទាប់ពីបានអញ្ជើញពិនិត្យដោយផ្ទាល់អំពីស្ថានភាពនៅតំបន់ព្រំដែននៅក្នុងឱកាសអញ្ជើញថ្លែងការណ៍ពិសេសស្ដីពីសមិទ្ធផល1ឆ្នាំរបស់រាជរដ្ឋាភិបាលចាប់ពីថ្ងៃទី22ខែសីហាឆ្នាំ2023ដល់ថ្ងៃទី22ខែសីហាឆ្នាំ2024សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានចេញគោលការណ៍ឲ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង4នៅភូមិភាគឦសានរួមមានខេត្តក្រចេះស្ទឹងត្រែងមណ្ឌលគិរីនិងរតនគិរីដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសបានឃើញក៏ដូចជាបានអញ្ជើញទៅដល់ខេត្តទាំង4នេះនិងបានយល់ច្បាស់អំពីទស្សនវិជ្ជាជាក់ស្ដែងនៅតាមដងផ្លូវការអភិវឌ្ឍព្រំដែនរបស់កម្ពុជាក៏ដូចជាការអភិវឌ្ឍផ្នែកជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងនេះផងដែរហើយក្នុងពេលថ្លែងការណ៍ពិសេសនេះសម្ដេចបវរធិបតីបានលើកឡើងថាដើម្បីឲ្យប្រជាពលរដ្ឋកាន់តែអស់មន្ទិលសង្ស័យ
មកលើរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ DTA សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានសម្រេចចេញគោលការណ៍រៀបចំដំណើរកម្សាន្តដែលឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋរៀងរាល់ចុងសប្តាហ៍ដែលបានចាប់ផ្ដើមអនុវត្តពីខែកញ្ញារហូតដល់ខែធ្នូឆ្នាំ2024ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនបានទៅដល់ខេត្តទាំងនោះនិងបានឃើញទស្សនវិជ្ជាជាក់ស្ដែងនៅតាមតំបន់ព្រំដែនការអភិវឌ្ឍព្រំដែនរបស់កម្ពុជាក៏ដូចជាការអភិវឌ្ឍរបស់ជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តទាំងនេះសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនិងកញ្ញាជាទីគោរពនៅពេលនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញមកដល់សាលប្រកាសពិធីប្រកាសកម្មវិធីពិសេសនៅពេលនេះខ្ញុំបាទសូមគោរពអញ្ជើញសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនិងកញ្ញាទស្សនានៅកម្មវិធីនេះក្រោមទស្សនវិជ្ជាទាំងស្រុងដូចតទៅកម្មវិធីសូមគោរពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពឧត្តម